គ្នាជាមនុស្សម្នាក់ដែលអាចពុតដៃគ្នាបន្តនៅកិច្ចការងារជាមួយគ្នាដើម្បីរក្សានៅបបហេតុនៃគុណតម្លៃល្អដើម្បីជាតិដើម្បីសាសនាដើម្បីពលរដ្ឋកម្ពុជាយើងនេះដើម្បីជាគំរូល្អទៅដល់អ្នកជំនាន់ក្រោយណានេះអាចូលរួមប៉ុណ្ណេះចោះចំពោះសំណួរដែលបងស្រីបានសួរណាអរគុណច្រើនកណាអរគុណតែកណាសូមបន្ថែមតិចទៀតកណាសូមសួរត្រង់ថាចានៅពេលដែលភរិយាហ្នឹងគាត់រៀនបានចេះដឹងច្រើនគាត់ដូចជាយើងអាចហៅថាទូមានឬក៏ផ្ដល់ជាមតិយោបល់ដល់ស្វាមីចុះនៅពេលដែលទទួលបានការយល់ឃើញថាស្ត្រីហ្នឹងមើងងាយប្តីឬក៏មើងងាយស្វាមីហ្នឹងតើជាកំហុសរបស់ស្ត្រីដែលគាត់ឃើញអីថាហ្នឹងគាត់ឃើញខុសគាត់ថាគាត់ឃើញកន្លែងណាដែលទាស់គាត់ផ្ដល់ជាមតិយោបល់ឬក៏ដោយហេតុថាដោយសារតែបរិះនោះខ្លួនឯងគាត់អសមត្ថភាពកណាមុនតតិចទៀតបានអត់ដូចគុណ